បាទសូមជម្រាបសួរបងប្អូនសិស្សានុសិស្សទាំងអស់គ្នាថ្ងៃនេះវិលមកជួបវីដេអូរបស់លោកគ្រូសាជាថ្មីម្ដងទៀតហើយដែលយើងបានបន្តនៅការសិក្សាលើសៀវភៅថ្នាក់ទី7មុខវិជ្ជាភាសាខ្មែរអូខេថ្ងៃនេះវិលត្រឡប់មកជួបវីដេអូមេរៀនបន្តទៀតមកមុនលោកគ្រូសូមរំលឹកបន្តិចសិនតើយើងរៀនអំពីអ្វីបងប្អូនប្រហែលជាអូនបានដឹងបានច្បាស់ហើយណាមកមុនគឺនិយាយអំពីអំណានគឺរឿងមួយបាទរឿងអីបងប្អូនបាទរឿងដៃណារឿងជើងមានតួអង្គមានជើងណាមានអីទៀតមានដៃមានអីទៀតមានមាត់មានតួអង្គអីទៀតបងប្អូនមានចុងក្រោយគេគឺក្រពះតួអង្គទាំង4នេះគឺជាតួអង្គណាអា3នេះធ្វើអីហើយមួយនេះធ្វើអីអា3នេះគឺជាមនុស្សដែលចំណែនអ្នកដតីគឺចំណែនក្រពះដល់ចុងក្រោយណាក្រពះជើងគេដឹងខ្លួនគេខំធ្វើការវិញដែលចុងក្រោយនាំគ្នារស់នៅសុខសាន្តទាំងអស់គ្នាអញ្ចឹងតាមរយៈរឿងនេះបងប្អូនមិនត្រូវណាងាយមើលស្រាលលើតួនាទីអ្នកដតីឬក៏មើលស្រាលមនុស្សនៅជុំវិញពិសេសមិត្តភ័ក្តិអូននេះនោះទេណាគេមានបែបផែនតួនាទីរបស់គេរៀងៗខ្លួនមិនត្រូវណាទៅប៊ូលីទៅថាឲ្យណាគ្នាដែលទុយទាបជាងយើងនោះទេគេក៏ជាមនុស្សគេមានសេចក្តីថ្លៃថ្នូរបែបគេហើយបើសិនជាពុំមានគេក៏ពុំមានយើងដែរនៅក្នុងសាលាមួយមានអ្នកល្អមានអ្នកអាក្រក់មានអ្នកអន់មានអ្នកខ្សោយអញ្ចឹងទេយើងសុទ្ធតែជាមនុស្សដូចគ្នាត្រូវស្រឡាញ់គ្នានៅពេលដែលយើងមានអ្នកខ្លះខ្សោយណាមានអ្នកខ្លះខ្លាំងដល់ពេលចុងក្រោយសង្គមទាំងអស់ហ្នឹងវាពោពេញទៅដោយណាសុភមង្គលបើសិនជាអ្នកខ្លាំងប៊ូលីអ្នកខ្សោយប៊ូលីអ្នកខ្លាំងសង្គមនោះមានការប្រេះឆាចុងក្រោយគឺมันមានសុភមង្គលរីកលូតលាស់ក្នុងសង្គមទេណាបងប្អូនបាទអូខេលោកគ្រូសូមទាញអារម្មណ៍បងប្អូនមកសិក្សាទៅលើចំណុចវេយ្យាករណ៍ដែលក្នុងសៀវភៅឃើញចេះគឺមានន័យថាវេយ្យាករណ៍ណាមានជើងពានតម្រូវដោយសៀវភៅហើយនៅក្នុងវេយ្យាករណ៍របស់យើងគឺនិយាយអំពីសញ្ញាណាសម្ព័ន្ធរួចហើយវងក្រចករួចហើយដងគៀបចឹងអូនមើលមាន3ចំណុចទី1គឺថានិយាយអំពីសញ្ញាសម្ព័ន្ធហើយទី2គឺនិយាយអំពីដងគៀបហើយសំទោសរង្វង់កញ្ចក់ហើយទី3ចុងក្រោយណាទី3ចុងក្រោយនោះគឺនិយាយអំពីអីគេបងប្អូនបាទគឺនិយាយអំពីដងគៀបនេះបាទអញ្ចឹងយើងមាន3ចំណុចដែលយើងត្រូវសិក្សានៅសញ្ញានេះតើសញ្ញាហ្នឹងគេប្រើយ៉ាងម៉េចខ្លះអាម៉េចគេហៅថាសម្ព័ន្ធហ្នឹងវាជាសម្ព័ន្ធអីគេសម្ព័ន្ធរវាងវងកញ្ចក់ហើយនឹងគៀបហ្នឹងតើយ៉ាងម៉េចអញ្ចឹងអូនចាប់ផ្ដើមណាអាននៅចំណុចនេះតាមលោកគ្រូហើយអូនឲ្យសៀវភៅពុំមកណាហើយមានប៊ិចមានអីមកទំព័រទី42ដែលនិយាយណាគឺចូលដល់ចំណុចទី1គេសួរគេចាប់ផ្ដើមណាបាទគឺបានណាអ្នកបានសិក្សារួចមកហើយអំពីសម្ព័ន្ធសញ្ញាសម្ព័ន្ធចំណុចរាយណាយើងដឹងហើយថាចំណុចរាយគេប្រើសម្រាប់ធ្វើអីយើងបានរៀនរួចហើយអញ្ចឹងថ្ងៃនេះឥឡូវនេះបងប្អូននឹងសិក្សាបន្តទៅទៀតគឺអំពីសញ្ញាសម្ព័ន្ធវងកញ្ចក់វងកញ្ចក់និងដងគៀបអានេះកាលណាគេបើកវងកញ្ចក់ហើយគេទៅសេក្នុងហ្នឹងមានន័យថាជាសញ្ញាវងកញ្ចក់ណាពេលលោកគ្រូគាត់ហៅមេរៀនឲ្យកត់អីជួនកាលគាត់ថាម៉េចបើកវងកញ្ចក់អញ្ចឹងយើងធ្វើការបើកវងកញ្ចក់បែបហ្នឹងហើយសរសេរទៅរួចហើយគាត់ឲ្យបិទវងកញ្ចក់វិញអញ្ចឹងនេះបិទវងកញ្ចក់ហ្នឹងគេហៅថាសញ្ញាសម្ព័ន្ធវងក្រចកប៉ុន្តែមួយទៀតអូនរៀនគណិតវិទ្យាអូនតែងឃើញសញ្ញានេះអាហ្នឹងគេហៅថាដងគៀបឬក៏ឃ្នៀបបើកណាហើយហ្នឹងបិទអញ្ចឹងមកអូខេដើម្បីឲ្យកាន់តែច្បាស់អូនមើលទៅក្នុងនេះចំណុច1ចូលអ្នកសង្កេតមើលឧទាហរណ៍ខាងក្រោមណាត្រេ1បរិសុទ្ធនេះគ្រាន់តែពាក្យទេបើកវងកញ្ចក់បិទវងកញ្ចក់បរិសុទ្ធហ្នឹងណាគុណនាមណាបាលីសំស្ក្រឹតដែលល្អដែលស្អាតណាឥតសៅហ្មងឥតម៉ោះម៉ៃណាគេហៅថាចិត្តបរិសុទ្ធមនុស្សបរិសុទ្ធទ្រព្យបរិសុទ្ធខណ្ឌណាឃើញបរិសុទ្ធគឺអញ្ចឹងទី2ទេសកាលណាបើកវងកញ្ចក់ទៀតហើយសរសេរមកណាទេហើយនឹងដកឃ្លាអានេះពីអានកាលណាហើយដាក់ពីជំនាញបិទឲ្យបើកទៀតណាទេសបូកនឹងកាលសម័យរបស់ប្រទេសឬកាលដែលនិយមណាទៅតាមប្រទេសហើយមានការសរសេរនេះទៀតណាមានន័យថានៅមានសេចក្តីសរសេរបន្តទៅទៀតអញ្ចឹងគឺគេចុចណា3ខានជាចំណុចរាយត្រង់ហ្នឹងបងប្អូនអូខេចូលមកដល់ចំណុចមូលទី2ចូលអ្នកអានឧទាហរណ៍ខាងក្រោមនេះបាទកណាអានេះមិនមែនជាអីបងប្អូនមិនមែនជាវងកញ្ចក់ដូចមុនទេវាជាសញ្ញាអីបងប្អូនគឺជាសញ្ញាដងគៀបហើយនេះណាបងប្អូនបាទដងគៀបគឺរូបរាងបែបហ្នឹងមានន័យថារៀមមេសូក៏យកកែវមួយទៅត្រង់ទឹកសន្សើមដែលទើបណាទៅនៅលើស្លឹកឈើនិងស្មៅផ្សេងវាបានខិតខំព្យាយាមធ្វើដូច្នោះជាច្រើនព្រឹកប៉ុន្តែឥតបានផលប្រយោជន៍អ្វីសោះចំណែកឯនាងមេខលាដែលជាស្រីចេះគិតឆ្ងាយក៏រើសយកបណ្ដូលឈើមួយណាយ៉ាងទន់ស្ពោតហើយយកទៅដាក់ផ្ដិតទៅនឹងទឹកសន្សើមដែលដក់នៅលើស្លឹកឈើនិងនៅលើស្មៅទាល់តែដុំឈើនោះជប់ពេញណាទឹកពេញទាំងអស់បន្ទាប់មកនាងអក្ខរៈណាអរិយទេវីបានលើកដុំឈើនោះទៅណាច្របាច់ទឹកដាក់ក្នុងកែវអាស្រ័យហេតុដូច្នោះហើយនាងក៏បានរកទឹកសន្សើមដាក់ក្នុងកែវបានពេញហើយក៏យកកែវនោះទៅជូនមហាតាបសហេតុដូច្នេះហើយបានជានាងអក្ខរទេវីនេះត្រូវបានតាបសសម្គាល់ថាប៉ិនប្រសពជាងបិសាចខណ្ឌ
នេះគេដកស្រង់ចេញពីសាច់រឿងណានៃដើមកំណើតរន្ទះណាយើងរៀនហើយណាបងប្អូនតើបោះជុកទឹកសន្សើមនោះឲ្យកើតទៅជាណាកែវហើយប្រគល់ទៅឲ្យនាងខេមណានាងមេខាឡាហើយបញ្ជាក់ប្រាប់ថាកែវនេះមានអនុភាពខ្លាំងពូកែណាស់បើអ្នកមានបំណងអ្វីមួយគ្រាន់តែលើកកែវនោះក្រវីឡើងនោះមួយរំពេចសេចក្តីប្រាថ្នារបស់អ្នកនឹងបានសម្រេចភ្លាមមួយទៀតដោយអនុភាពនៃកែវនេះណាអ្នកអាចហោះទៅអាកាសកប់ពពកជ្រកអាចចន្លេនណាទៅកាន់កន្លែងណាក៏បានដែររួចខាន់ហើយនេះសញ្ញាមួយទៀតអានេះគឺជាសញ្ញាដងគៀបបងប្អូនណាបើកបិទអញ្ចឹងណាអូខេក្រឡេកមើលទំព័រទី40បើកមកទំព័រទី43បន្តទៀតបងប្អូនខគេបើកសញ្ញាដងគៀបរួចគេថារឿងទុំទាវមានចំនួន1050ល្បះបើករង្វង់កញ្ចក់ទៀតគេអាចសរសេរអញ្ចឹងទៀតណាអានេះវាចូលដូចគណិតវិទ្យាណាបើករង្វង់កញ្ចក់ហើយនៅក្នុងគ្នាទៀតអញ្ចឹងភិក្ខុសោមបិទមកវិញហើយត្រូវបិទគ្នាមកវិញចំណុចកកត់សូក្នុងភាសាខ្មែរមានដូចជាត្រេមួយណាជាប់នេះបើកគ្នាសរសេរជាប់អញ្ចឹងមកហើយមួយទៀតត្រេមួយមាត់ណាគឺអញ្ចឹងបើកគ្នាបិទគ្នាតល់ណាតន់តល់បើកគ្នាបិទគ្នាដូចគ្នាក្នុងរូបមន្តគណិតវិទ្យាបើកគ្នា AB ណាស្មើនឹង BC បើកគ្នាបិទគ្នាដូចគ្នាដែរបាទអញ្ចឹងអាហ្នឹងវិធីប្រើអញ្ចឹងណាអញ្ចឹងអូនមើលក្នុងឧទាហរណ៍នេះគេបានបង្ហាញឃើញថាការប្រើប្រាស់រង្វង់កញ្ចក់ឬសញ្ញាដងគៀបដែលមានលក្ខណៈ4យ៉ាងផ្សេងគ្នាការប្រើប្រាស់សញ្ញានេះស្ថិតក្នុងលក្ខខណ្ឌខុសគ្នាគឺព្រេ1បញ្ជាក់ស៊ូបញ្ជាក់ន័យណាឬពន្យល់សេចក្តីរបស់ពាក្យដែលនៅខាងដើមនៃវងក្រចកបាទអញ្ចឹងបញ្ជាក់ស៊ូបញ្ជាក់ន័យយើងអានមិញឃើញណាមួយទៀតគឺប្រាប់ពីអ្នកនិពន្ធនេះដែលយើងមិញណាប្រាប់ពីអ្នកនិពន្ធនិងប្រភពនៃល្បះមួយទៀតគឺប្រាប់ពីប្រភពនៃអត្ថបទដកស្រង់ណាដកស្រង់ពីណាអីចឹងណាបាទដូច្នេះនៅក្នុងភាសាខ្មែរសញ្ញាវងក្រចកជ្រុងនិងដង្កៀបនិងរង្វង់ក្រចកគេប្រើក្នុងករណីណាខ្លះអញ្ចឹងគេប្រើជាសំណួរណាអញ្ចឹង keyword នេះជាចំណុចមួយអូនត្រូវកត់ដាក់ក្នុងសៀវភៅសរសេររបស់បងប្អូនឲ្យស្អាតណាគេប្រើសញ្ញាណាដង្កៀបឬក៏សញ្ញាវងក្រចកនៅក្នុងករណីត្រី1អមសេចក្តីដែលប្រើវងក្រចករួចហើយត្រី2បញ្ជាក់ពីការដកស្រង់វគ្គណាមួយនៃអត្ថបទត្រី3អមសញ្ញាសូរវិជាអន្តរជាតិឬក៏សូរសញ្ញាសូរភាសាជាតិឧទាហរណ៍ដូចមិញណាអូនឃើញណាត្រីចុងក្រោយទី4នៅក្នុងមុខវិជ្ជាគណិតវិទ្យាឬក៏ក្នុងមុខវិជ្ជាដទៃទៀតដូចជារូបគីមីគឺគេប្រើសញ្ញាដងគៀបនឹងច្រើនជាមួយនឹងសញ្ញាវងក្រចកដូចជាណាបើគណិតវិញអីគេ A O B ណាលើកជាការ៉េស្មើអីចឹងទៅរីឯគីមីវិទ្យាក៏មានអីចឹងទៅណារូបវិទ្យាអីថែមអីបូកអីចឹងទៅបងប្អូនមានចឹងណាបាទអញ្ចឹងអូនកុំភ្លេចកត់ចំណុចនេះណាទីក្របសោហ្នឹងអូខេយើងបន្តមកមើលលំហាត់របស់យើងចំណុចកគេឲ្យយើងចូលណាចូលនេះជ្រើសរើសកន្សោមណាពាក្យខាងក្រោមដើម្បីដាក់សញ្ញាដងគៀបឲ្យបានសម្រេចអញ្ចឹងទី1គឺមហោរីអញ្ចឹងអាហ្នឹងចេះមកនេះអូខេបានសម្រេចណាសមនស័ក្តិដូចគ្នាដែរដាក់មកបងប្អូនមនសិការអត់ពិបាកទេឲ្យរើសពាក្យណាកន្សោមពាក្យហ្នឹងនេះដាក់សញ្ញាដងគៀបឲ្យបានសមស្របអញ្ចឹងដាក់មកអត់អីទេតនកម្មអញ្ចឹងណាបាទស្រួលទេកចំណុចកនេះវាប្រៀបបានដូចឧទាហរណ៍លើមិញហ៎របៀបណាគ្រប់គ្រងសូរនៃការអានដែលលោកគ្រូបានបង្ហាញរួចហើយនេះបាទដោយឡែកចូលដល់ឧទាហរណ៍លំហាត់សំទោសមិនឧទាហរណ៍ទេជាលំហាត់តែម្ដងលំហាត់ទី2ខ13បញ្ជាក់ថាវគ្គនេះណាជាវគ្គដកស្រង់ស្ថិតនៅផ្នែកខាងក្រោមបំផុតនៃអត្ថបទដើមតើអ្នកគួរប្រើសញ្ញាដងគៀបឬសញ្ញាវងកញ្ចក់នៅត្រង់ចំណុចណានៃវគ្គដកស្រង់នេះណាពូឡាងស៊ឺបានបង្ហាញពួកនោះចេះដាំដំណាំនិងសាបព្រោះគ្រាប់ធ្វើចេះធ្វើផ្ទះចេះរៀបចំគ្នាបង្កើតគ្រួសារបង្កើតកូនប្រុសស្រីចាប់តាំងពីពេលនោះមកមនុស្សជាតិណាកាន់តែរីកចម្រើនឡើងជាលំដាប់មឿងលំមានជីវភាពកាន់តែសកម្មកាន់តែរីកចម្រើនពូឡាងស៊ឺបានបង្ហាញឲ្យពួកគេចេះស្រឡាញ់ឪពុកម្ដាយចេះគោរពចាស់ទុំមានភេរភាពចំពោះអ្នកដែលនៅក្នុងភូមិជាមួយគ្នានៅក្នុងប្រទេសជាមួយគ្នាមានសញ្ជាតិដូចគ្នាឲ្យថែរក្សាកេតនភ័ណ្ឌដែលបុព្វបុរសបានទុកឲ្យខណ្ឌពូលាងស៊ឺនិងប្រធាន4នាក់ទៀតអប់រំស្មារតីស្នេហាជាតិដ៏ធំធេងដូចនេះហើយឡាវទាំងប្រុសទាំងស្រីមានភាពកតញ្ញូយ៉ាងជ្រាលជ្រៅចំពោះប្រធានទាំងនោះហើយលើកតម្កើងទុកជាបុព្វបុរសណារបស់ខ្លួនទេវកថាឡាវនិពន្ធដោយសំស៊ីដាសានេះអញ្ចឹងកន្លែងហ្នឹងអូនគួរដាក់ប្លន់ណាបងប្អូនអូនគួរដាក់ប្លន់ណាអញ្ចឹងលោកគ្រូនឹងទៅបង្ហាញចម្លើយបងប្អូនតិចទៅដើម្បីកុំឲ្យបងប្អូនបារម្ភឬជាឆ្ងល់ថាតើគួរដាក់នៅចំណុចណាណាកន្លែងនេះប្រហែលជានឹងមានអត់ទេព្រោះសភៅលោកគ្រូអត់បានឆែកមុនដែរណាហើយអត់មានទេប៉ុន្តែគាត់ថាវាមិនជាលំបាកទេនៅក្នុងចំណុចនេះយើងឃើញទេសញ្ញាដែលដកស្រង់ពីមុនអាចថាមាននៅត្រង់ចំណុចនេះបងប្អូននេះ
ចុចមកដាក់បើកសញ្ញាគ្នាបគេថាគួរប្រើសញ្ញាគ្នាបឬវងកញ្ចក់នៅត្រង់ចំណុចណានៃណាវគ្គដកស្រង់នេះអញ្ចឹងចំណុចណាអានេះវាជាចំណុចចុងក្រោយហើយបុព្វបុរសរបស់ខ្លួនអញ្ចឹងមិនដឹងមានន័យថាមានរឿងហេតុទៀតអញ្ចឹងអូនបើកគ្នាបបាទមិនដាក់វងកញ្ចក់ទេព្រោះជាអត្ថបទអញ្ចឹងជាទូទៅគេប្រើគ្នាបហើយចុច3អូនបិទគ្នាបវិញមានន័យថាមានរឿងហ្នឹងមានអត្ថន័យផ្សេងទៀតដែលគេរៀបរាប់មិនយកមករៀបរាប់ហើយគេចាប់ផ្ដើមរៀបរាប់តែប៉ុណ្នេះមកបង្ហាញយើងអូខេប៉ុណ្ណឹងអូនយល់បានណាបងប្អូនទាំងអស់គ្នាបាទហើយជាអូនយល់ហើយអញ្ចឹងលោកគ្រូសម្រាប់ថាចប់វីដេអូមួយនេះសិនហើយកុំភ្លេចកត់ចម្លើយនិងដាក់ក្នុងសៀវភៅសរសេរហើយចំណុចសំខាន់គឺចំណុចនេះណាសរុបមកវិញគឺគេប្រើវាសម្រាប់អមឯគេនេះមាន4ចំណុចហ្នឹងណាបងប្អូនធ្វើមិនឲ្យចាំណានៅមេរៀនរបស់យើងដែលនិយាយអំពីបាទសញ្ញាសម្ព័ន្ធណារង្វង់ក្រចកជាមួយនឹងដងទៀតបាទបើសិនជាបងប្អូនមិនទាន់យល់បងប្អូនអាច comment នៅក្នុងវីដេអូរបស់គ្រូបានណាអរគុណជម្រាបលាប៉ុណ្ណេះសិន